សុនពេញឆ្នាំ382មុនគ្រិស្តសករាជដល់ឆ្នាំ316មុនគ្រិស្តសករាជអានថាសុនពីនតែដែលខ្មែរយើងទម្លាប់ហៅគាត់ថាសុនពេញខ្ញុំក៏ប្រើពាក្យថាសុនពេញទៅគាត់ត្រូវបានគេដឹងថាជាខ្សែស្រឡាយកូនចៅជំនាន់ក្រោយរបស់សុនអូគាត់ជាអ្នកយុទ្ធសាស្ត្រសង្គ្រាមដ៏ល្បីល្បាញមួយរូបរបស់ចិនបុរាណគាត់ជាមនុស្សរស់នៅសម័យសង្គ្រាមនគរទាំង6ក៏ជាមនុស្សជំនាន់ជាមួយវ័យយ៉ាងដែរវ័យយ៉ាងឬសង់យ៉ាងឆ្នាំ390មុនគ្រិស្តសករាជរហូតដល់ឆ្នាំ338មុនគ្រិស្តសករាជអ្នកដែលធ្លាប់មើលរឿងចក្រភពឈិងវគ្គ1ប្រកាសជាស្គាល់ឈ្មោះគាត់បើយើងធ្លាប់មើលរឿងសាមកុកក្បួនសមាស8ដែលឆាវយន្តរៀបនោះជាក្បួនសឹកដែលសុនពេញជាអ្នកបង្កើតឡើងដែរសុនពេញជាសិស្សឆ្នើមរបស់គួយគួយជើងគាត់នឹងមេតបផាងជៀនជាសិស្សរួមគ្រូជាមួយគ្នាផាងជៀនសិស្សច្បងធ្លាប់ដេកស្នាក់នៅរៀនសូត្រជាមួយគ្នាផាងជៀនក្រោយមកបានឡើងជាមេតបធំនៃនគរវ័យចំណែកឯសុនពេញគាត់មិនទាន់ធ្វើជាមន្ត្រីទេពេលនោះគឺនៅដើរលេងរាប់អានមិត្តភ័ក្តិដោយច្រណែននិងទេពកោសល្យរបស់សុនពេញពូកែជាងខ្លួនផាងជៀនបានចាប់សុនពេញធ្វើទរណកម្មយ៉ាងសាហាវឃោរឃៅដោយកាត់សរសៃជង្គង់ទាំងពីរហើយមានឯកសារខ្លះនិយាយថាចាប់បង្ខំឲ្យសុនពេញនឹងហូបលាមកសត្វទៀតហើយឲ្យនិយាយថាឆ្ងាញ់ជាហេតុថ្ងៃក្រោយមកគេស្គាល់គាត់ថាជាមេតបពិការជើងជិះតែរទេះរុញក៏ព្រោះតែទេពកោសល្យនិងប្រាជ្ញារបស់គាត់ទោះជាពិការក្តីសុនពេញត្រូវបាននគរឈីទទួលឲ្យធ្វើជាអ្នកយុទ្ធសាស្ត្រនិងជាមេតបធំប្រចាំនគរគាត់បានជួយនគរឈីដែលត្រូវបានគេមើលឃើញថាខ្សោយជាងនគរវ័យឲ្យឈ្នះសង្គ្រាមលើនគរវ័យដល់ទៅ2ដងគឺសង្គ្រាមនៅគួយលេងនិងសង្គ្រាមនៅម៉ាឡេងហើយផាងជៀនក៏ត្រូវបានស្លាប់នៅក្នុងសង្គ្រាមម៉ាឡេងនឹងដែរសុនពេញនឹងទៅស្ដីល្បែងដ៏ល្បីល្បាញសុនពេញគាត់មានស្នាដៃច្រើនខាងក្បួនសឹកនៅក្នុងនោះទ្រឹស្ដីដែលល្បីល្បាញមួយដែលជាទីកំណើតរបស់ទ្រឹស្ដីល្បែងដល់សពថ្ងៃគឺល្បែងប្រណាំងសេះដំណើររឿងគឺបែបនេះកាលនោះមេតបម្នាក់ត្រូវជាមិត្តនឹងគាត់បានលេងប្រណាំងសេះជាមួយនឹងស្ដេចការលេងប្រណាំងត្រូវបែងចែកជា3កម្រិតសេះខ្លាំងសេះមធ្យមសេះខ្សោយជាលទ្ធផលសេះមេតបចាញ់សេះស្ដេចទាំង3សុនពេញបានណែនាំថាឲ្យបបួលស្ដេចប្រណាំងគ្នាម្ដងទៀតដោយយកសេះខ្សោយប្រណាំងនឹងសេះខ្លាំងរបស់ស្ដេចយើងចាញ់សេះខ្លាំងប្រណាំងនឹងសេះមធ្យមរបស់ស្ដេចយើងឈ្នះសេះមធ្យមប្រណាំងនឹងសេះខ្សោយរបស់ស្ដេចយើងឈ្នះសរុបយើងចាញ់1ឈ្នះ2នោះយើងឈ្នះហើយជាលទ្ធផលគឺឈ្នះមែន